ឥឡូវយើងដល់បឹងទីធ្លាបឹងឥឡូវលីពងរៀបចំបឹងទូចដាក់ខ្ញុំនាំអ្នកសាយទៅបក់ត្រីម្ដងសម្រាប់ខ្ញុំជួយចិត្តនេសាទដែរតែនេសាទបែបផ្សេងបាទនេសាទមិនលាយជួយចិត្តនេសាទត្រីខ្ញុំជួយចិត្តនេសាទភាគច្រើនភូមិស្រុកនៅស្រុកខ្មែរគឺជាប់នឹងស្ទឹងជាប់នឹងអូកន្លែងខ្លះមានជាបឹងធំណាចង់ឲ្យអ៊ំជួយរៀបរាប់ដែរថាតាំងពីដើមមកអ៊ំបានឃើញទស្សនវិជ្ជាអីខ្លះហើយទស្សនវិជ្ជាប្រាសាទហ្នឹងបែបណាហើយមានព្រៃអីបែបណាខ្លះឆ្លងកាត់ដំណើរកំសាន្តតាមដងផ្លូវបុរាណយើងធ្លាប់តែឃើញមានវត្តមានស្ពានថ្នល់បុរាណវត្តអារាមហេដ្ឋារចនាសម្ព័ន្ធភូមិស្រុកនិងប្រាសាទដែលដើរតួនាទីជាសាលាសំណាក់សម្រាប់អ្នកធ្វើដំណើរជាដើមលោកគ្រូហេតុអីបានមានវត្តមានប្រាសាទនៅតាមផ្លូវបុរាណដែរព្រោះពីមុនលោកគ្រូមានប្រសាសន៍ថាគ្រាន់តែជាសាលាសំណាក់បើសិនជាយើងគិតទៅប្រហែលជាដូចសាលាឆោទៀនបច្ចុប្បន្នហ្នឹងចង់ដឹងទេថាតើប្រាសាទទាំងនោះមានតួនាទីជាអ្វីកុំភ្លេចតាមដានទស្សនាជាមួយយើងខ្ញុំទាំងអស់គ្នាបាទរុនសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះបន្ទាប់ពីបានភ្នាក់ពីដំណេកមកក្នុងគ្នារៀបចំមានអ្នកខ្លះរៀបចំរឹងហើយមានអ្នកខ្លះទៀតក៏រៀបចំធ្វើម្ហូបដាំបាយដាំបបរព្រឹកនេះបបរតេងៀតហើយដាំបាយមួយឆ្នាំងដែរដើម្បីវិចខ្ចប់ដើម្បីយើងយកទៅបាយថ្ងៃឥឡូវយើងនៅចំណុចពងទឹកបាទលោកគ្រូខ្ញុំពងមើលទីតាំងពងទឹកលោកគ្រូបន្ទាប់ពីចេញពីភូមិពងទឹកនេះទៅព្រឹកនេះយើងទៅស្មានតេងណាស្មានតេងតាមរយៈឯកសារយើងដូចគ្នានឹងលំនាំដែលប្រាសាទយើងមើលទី1ហ្នឹងបាទប្រាសាទយើងមើលម្សិលមិញហ្នឹងគឺសំពៅបាទអញ្ចឹងតើប្រាសាទស្មានតេងហ្នឹងវានៅគីអេតាមដឹងដូចជាមានស្ពានមួយទៀតចិត្តហ្នឹងចិត្តហ្នឹងមានន័យថាមានស្ពាននៅមិនឆ្ងាយពីគ្នាណាទេកាលណាមានស្ពានមានន័យថាកន្លែងហ្នឹងជាផ្លូវទឹកភាគច្រើនភូមិស្រុកនៅស្រុកខ្មែរគឺជាប់នឹងស្ទឹងជាប់នឹងអូកន្លែងខ្លះមានជាបឹងធំណាហេតុអីបានជាមនុស្សទៅរស់នៅក្បែរហ្នឹងដោយសារតម្រូវការនៃជីវិតវាចាំបាច់សម្រាប់បរិភោគកសិកម្មនេសាទហើយក៏ជាផ្លូវធ្វើដំណើរមួយដែរតែយើងរៀបចំដើម្បីធ្វើដំណើរទៅទៀតអត់តន់ចេញដំណើរបានទេលោកគ្រូនៅខ្វះបាយព្រឹកមួយទៀតបាយព្រឹកសិនចឹងក្នុងការងារពងរៀបចំដាំបបរហើយដាំបាយជៀនត្រីងៀតលោកគ្រូបងពងថតអីដែរបាទថតសកម្មភាពគេរៀបចំមកបាទមិនចាយទាំងចាយសាច់វាស្រឹងស្វាត់គឺកាំទាញមកឆ្វាក់វត្តយើងចេញដំណើរបន្តទៅមុខតទៀតទៅតាមភូមិកូនប្រចាំភូមិទៅនឹងមកយើងទៅដល់ប្រាសាទឥឡូវយើងជិះដល់ប្រាសាទហើយយើងកំពុងតែមានឧបសគ្គតាមផ្លូវបាទឥឡូវនេះដោយសារតែផ្លូវត្រូវបានរលប់ខ្លះអញ្ចឹងអ៊ំគាត់ក៏បានមកសួររកផ្លូវជិះចូលទៅប្រាសាទទៅហ្នឹងមកចឹងនោះបាទនេះផ្សារតែអានេះគុំសៃនេះគុំសៃនេះ
mua phơi nào chia phơi đấy phơi miền phơi trâu đấy người ta đa tầm tích tập ban thế mà lần tờ này nhưng chỉ tàu xe tàu small chỉ mà tàu cơ đấy chỉ hòa nâng món tỏ rập em tiền nhóm khơi phơi như bò của dân này anh nó small được chưa ចឹងប្រាសាទនៅខាងក្រោយក្នុងខ្ញុំហើយឥឡូវបងក៏បានប្រាប់ផ្លូវអីចឹងយើងត្រឡប់ទៅម៉ូតូវិញជិះទៅប្រាសាទតែម្ដងតាមតម្រុយដែលបងប្រុសបានប្រាប់មកឥឡូវនេះក្រុមការងារយើងក៏បានបន្តដំណើរទៅផ្លូវមួយទៀតហើយពេលដែលទៅដល់ផ្លូវនោះយើងក៏បានចូលលេងផ្ទះអ៊ំស្រីម្នាក់ដែលគាត់រស់នៅក្បែរដងផ្លូវបុរាណហើយយើងក៏បានចូលសំណេះសំណាលសួរគាត់អំពីជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់នេះនិងប្រវត្តិខ្លះៗអំពីប្រាសាទក៏ដូចជាទូនីតិរបស់ប្រាសាទនេះផងដែរ ខ្ញុំរស់នៅយូរហើយតាំងពីគេមរតកនេះក៏អត់ពីម៉ែទៅក៏ខ្ញុំក៏កលសម័យសង្គ្រាមទៅក៏ខ្ញុំក៏ដើម្បីតាមប្តីដល់ពេលទៅចប់សង្គ្រាមទៅក៏ខ្ញុំក៏មកវិញ ចង់ឲ្យអ៊ំជួយរៀបរាប់ដែរថាតាំងពីដើមមកអ៊ំបានឃើញទស្សនវិជ្ជាអីខ្លះហើយទស្សនវិជ្ជាប្រាសាទហ្នឹងបែបណាហើយមានព្រៃអីបែបណាខ្លះ វាមានព្រីបើតាមនេះក៏ព្រីដែរបើខ្ញុំត្រួសប៉ុន្តែប្រាសាទនោះវាលាយលត់តាំងពីយូរហើយតាំងពីខ្ញុំតែអាយុពី15 បាទ គេជីគេគើសគេកាយគេរោក្បាលអ្នកតា ទៅឃើញគេដែរ ខ្ញុំឃើញម៉ែខ្ញុំនៅនេះឯងនោះនោះពូគ្រឹះនោះប្រទេសនោះ គេអត់មានបានជីកបានអី អត់ទេអត់បាន អញ្ចឹងតែមានភ្ញៀវទេសចរគាត់អញ្ជើញមកទេអ៊ំ មានតែពូបារាំងនេះណាទេសចរខ្ញុំឃើញតែពូបារាំង ពួកបារាំងមកដែរ ពួកព្រីដូចខ្ញុំ អូហូ តាមនេះអ៊ំមានដឹងអាផ្លូវបុរាណដែលចាស់ចាស់ពីដើមសម័យពីដើមប្រើប្រាស់នោះនៅតាមផ្លូវណាហើយផ្លូវហ្នឹងទៅណាទៅណីអ៊ំ នោះផ្លូវនោះផ្លូវថ្នល់ឯណោះ នៅខាងណា នោះទីមកកន្លែងដីខ្ញុំដែលឃើញនោះនេះគឺដីបារាណទាំងអស់ហើយដីថ្នល់ឬថាថ្នល់យើងពីដើមណាចា ông còn gì mà nó nhầm chập ở đầm để còn gì bị phơi bờ rán cứ phơi trắng phơi nữa hồi nào miền này buộc giờ cột tha bờ phơi nó ai nước bán chiều bờ dương phơi đầm nào từ lên sạt xua mà lo mà chân là này giờ vậy để nhầm trong đằng bị phơi bờ rán bị phơi để dương chân bị rít thani máu chiều chun môn cột hồ si cột chun đô sự liệm pẹ tray bờ lai chân cứ lơi phơi bờ rán đứng sấp chân này chỉ cho nó bị sai bỏ phơi bờ rán ấy thì nhom bàn vô đằng bị phơi bờ rán nhom bắt chế sải chất phơi dương chưa con mai này dương bằng đắng này vừa thay dương đại đằng sọt tem đòn នៅពេលដែលចូលមកឃើញប្រាសាទនេះធំមែនតើអ៊ំចុះកាលពីមុនមកអ៊ំមានដឹងថាប្រាសាទនេះមានរូបចម្លាក់មានអីនៅនឹងទេអ៊ំ មែន រូបចម្លាក់មាននៅត្រង់តាណាខ្លះ មានមកមុខវានេះមួយហើយក៏ទៅអង្គត្បូងនោះមានមកប្រទាំងមានតែពីរនេះឯងបើនេះមានទេមានតែចេះឯងមានថ្មធម្មតាចេះឯងវាមានរូបចម្លាក់វាមានពីរមានថ្មអាននេះតានេះតនោះអានោះដាក់ឈោអានេះដាក់តតឹងទាំងអស់អាមួយឈោបើអាត្បូងនោះមានរូបវាចេះឯងចេះតែគេគើសគេកាយនេះគេគើសរូបអី មុននឹងគេកោះកាយហ្នឹងរូបចម្លាក់ទាំងអស់ហ្នឹងនៅល្អក៏មិន នៅ ទៅប្រាសាទសំពៅយើងឃើញមានតួមួយរៀងខ្ពស់នេះអាតួនេះបាទនេះវាលែងខ្ពស់ហើយវាបាក់តែណាហ្នឹងហើយប៉ុន្តែមែនតើវាមានតួមួយរៀងខ្ពស់ដូចគ្នាអញ្ចឹងហើយខាងមុខវាបែរទៅខាងកើតអញ្ចឹងផ្លូវនៅខាងណាចុះផ្លូវនៅពីមុខហ្នឹងហើយណាចានេះគឺនៅចំហៀងចឹងខាងនោះមានស្រះទឹកហើយតួនាទីវាគឺជាសាលាសំណាក់អញ្ចឹងមានន័យថាយើងធ្វើដំណើរពីប្រាសាទសំពៅមកដល់នេះបានមកដល់សាលាសំណាក់មួយទៀតនឹងយើងផុតពីនេះតិចមានប្រាសាទមួយប្រាសាទស្មោញខ្ញុំក៏មិនដឹងថាប្រាសាទស្មោញនឹងមិនប៉ុន្តែប្រាសាទស្មោញយើងដឹងថាវាមិនមែនជាសាលាសំណាក់ទេអញ្ចឹងអាចជាភូមិគេព្រោះប្រាសាទធ្វើគឺនៅចិត្តភូមិនឹងឯងប្រាសាទស្មោញចិត្តនេះនៅស្អាតទេ ដូចមិនដែលឃើញប្រាសាទទេមានដូចជាស្រះខាង បាទស្រះខាងសល់ទួលថ្ម តួនោះវាតួនៅកណ្ដាល បាទ ចាអត់មានប្រាសាទដូចមានតួប្រាសាទទេ ប្រាសាទហើយបើយើងត្រឡប់មកខាងនេះគឺផ្លូវគឺជាបុរាណរបស់យើង សមន្តេយនេះដែរគឺរូបរាងសន្តានគឺដូចប្រាសាទសំពៅដោយសារថាតាមលោកគ្រូច័ន្ទកិតនិយាយគេថាប្រាសាទសមន្តេយនេះគឺជាសាលាសំណាក់នេះគឺឆ្ពោះពី
អង្គធំមកនេះប្រៀបដូចជាសាលាឆាន់បច្ចុប្បន្នហើយពពេញទៅដោយព្រៃអាស័យហើយយើងមកនេះគឺយើងមើលពីឆ្ងាយក៏អត់ឃើញតួប្រាសាទដែរទេគឺគ្រាន់តែឃើញតែព្រៃអាស័យ តាមរយៈការធ្វើដំណើរមកកាន់ប្រាសាទស្មានតេងនៅតាមផ្លូវបុរាណនេះក្រៅពីមានវត្តមានភូមិស្រុកនិងប្រាសាទមួយចំនួនដែលបានដើរតួនាទីជាសាលាសំណាក់សម្រាប់អ្នកធ្វើដំណើរស្នាក់អាស្រ័យពេលដែលពួកគាត់ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយកាលពីសម័យបុរាណហើយសាលាសំណាក់នីមួយៗរមែងតែងតែមានត្រពាំងស្រះបឹងបួរដើម្បីឲ្យអ្នកដែលបានធ្វើដំណើរនៅសម័យនោះបានប្រើប្រាស់ហើយយើងខ្ញុំនឹងនាំលោកអ្នកទាំងអស់គ្នាទៅមើលត្រពាំងនោះដែលបច្ចុប្បន្នក៏នៅតែមានប្រជាជនយើងប្រើប្រាស់ទឹកនោះដើម្បីមកស្រោចស្រពដំណាំនិងខ្លះទៀតមករកត្រីដើម្បីធ្វើជាអាហារផងដែរ ពីទ្វារបឹងឥឡូវនេះពងរៀបចំបឹងទូចដាក់ ខ្ញុំនាំអ្នកសាយទៅបក់ត្រីម្ដងខ្ញុំមានឧបករណ៍មកខ្លះតែមានស្ទូចមានអីចឹងណាតែយើងអត់មានលុយជាកែបស្រស់ហើយយើងមានកែបជ័រអញ្ចឹងទៅសាកមើលគីឡូវាផប់ព្រីស្នាបណ្ដាលឲ្យយើងបានត្រីមួយអញ្ចឹងណាតែបើអត់បានក៏យើងចេះប្រឹងទៅ សម្រាប់ខ្ញុំជួយចិត្តនេសាទដែរតែនេសាទបែបផ្សេងបាទ នេសាទ លាយជួយចិត្តនេសាទត្រីខ្ញុំជួយចិត្តនេសាទ អត់សូវសង្ឃឹមទេក៏មកដូរ ឥឡូវយើងជឿជាក់លើទឹកដៃលីព្រោះលីគាត់ស្មាត់ខាងលេងត្រីដែរលេងតបក ឃើញទីតាំងនេះល្អមែនទែនហើយណាមួយឮអ្នកមីងថាមានគេឧស្សាហ៍មករកត្រីដែរខំថាបញ្ចេញស្នាដៃឲ្យបងប្អូនមើលតែទីបំផុតអត់បានដដែលនិយាយលេងទេបងប្អូនដោយសារតែពេលវេលាយើងត្រូវបន្តដំណើរទៅទីតាំងផ្សេងទៀតដែលតាមការបញ្ជាក់ពីលោកគ្រូច័ន្ទក្បែរនេះតាមរយៈផែនទីគឺមានប្រាសាទមួយទៀតតោះឥឡូវយើងចេញដំណើរទៅកាន់ទីតាំងប្រាសាទនោះទាំងអស់គ្នា បាទបងប្អូនទាំងអស់គ្នាឥឡូវយើងមកដល់ស្ពានថ្មមួយហើយគឺជាស្ពានបុរាណណានៅខាងក្រោមនេះមានប្រឡោះទឹកចេញចូលទៀតនិយាយទៅដូចស្ពានដតីទៀតដែរមើលមានអារម្មណ៍ថានេះគឺដោយសារតែដីស្ថានដីវារលប់ខ្លះអញ្ចឹងយើងអាចមើលឃើញទស្សនភាពទាំងស្រុងនៃស្ពានទៅក្រោមនឹងថាវាជ្រៅប៉ុណ្ណាប៉ុន្តែគឺមានក្លុកដែលមើលទៅឃើញថាវាជ្រៅជាងគេហើយវាមាននៅសល់ប្រឡោះស្ពាននេះដូចអានេះដូចខាងនេះលលប់ហើយនេះខាងនេះលប់ហើយខាងនេះអីនេះខាងនេះអីឃើញវាលប់សល់តិចបាទអានេះប្រឡោះទឹកហ្នឹងបាទលោកគ្រូចង់នាំពួកយើងទៅណាទៀតគ្រូ យើងទៅឆ្លងស្ពានហើយស្ពានថ្មណាអ្នកស្រុកគាត់ហៅស្ពានថ្មអញ្ចឹងប៉ុន្តែមានតពាំងចិត្តហ្នឹងគេហៅតពាំងធ្នាក់ដៃយើងតមើលនៅចិត្តហ្នឹងដែរហើយនៅចិត្តហ្នឹងមានប្រាសាទមួយទៀតជាប្រហែលជាបាក់បែកឯងគេហៅប្រាសាទស្មោញឆ្ងាយពីនេះទៅប្រហែលជា500ម៉ែត្រនៅខាងនោះ ខ្មៅហ្មងតែខ្មៅមកជន់ទៀតបើដើរនឹងទប់វាទៅ គឺឃើញនៅសល់ផ្លូវតែបើយើងទៅមុខទៀតយើងប្រកាសថាយើងនៅសល់ផ្លូវទេពូពេលខ្លះផ្លូវបុរាណវាពេលយើងជិះធ្វើដំណើរវាអាចមានផ្លូវខ្លះនៅសល់ស្នាមអញ្ចឹងណាសល់ស្នាមតេះគោពីដើមហើយដល់បច្ចុប្បន្នជាពលរដ្ឋយើងធ្វើដំណើរដោយគោយន្តទៅត្រង់ធ្វើស្រែចម្ការហើយទៅមុខទៀតយើងក៏មិនច្បាស់ថានៅមានផ្លូវទៅមុខទៀតទេព្រោះនេះដល់សពអីគឺយូរហើយចឹងវាអាចមានការបាត់បង់ខ្លះ បន្ទាប់ពីធ្វើដំណើរប្រហែលជាមួយស្ពឹកគូតដែរមកពីស្ពានភ្នាក់ដៃឥឡូវយើងបានមកដល់ទីតាំងមួយទៀតហើយគឺប្រាសាទលោកគ្រូគាត់មានប្រសាសន៍ថាមុនហ្នឹងយើងចូលមើលដែរតែសាលាសំណាក់ទេប៉ុន្តែនេះគឺប្រាសាទហ្មងអញ្ចឹងមិនដឹងថាប្រាសាទនេះមានអត្ថន័យមិនដែរហើយហេតុអីក៏មានប្រាសាទនេះនៅគៀនផ្លូវបុរាណអញ្ចឹងចាំមើលយើងទៅជួបលោកគ្រូច័ន្ទហើយឲ្យលោកគ្រូច័ន្ទគាត់ជួយបញ្យល់ណែនាំមក មកស្ពឹកគូតមិញតែ600ម៉ែត្រទេ 600ម៉ែត្រ ពីផ្លូវមកតែ600ម៉ែត្រទេណា ដោយសារផ្លូវយើងហ្នឹងក៏ វាអត់មានផ្លូវអត់ស្រែ យើងទស្សប្រាយផ្លូវខ្លួនឯងដែរ កប់ដីបាត់ហើយហ្នឹងមានទួទេណាអត់វាជាទ្រង់ទ្រាយប្រាសាទទេ អត់លីងនៅតែអត់ហើយនឹងថ្មក្រៀមយើងក៏មិនដឹងថាអាយុកាលអីយ៉ាងម៉េចទេប៉ុន្តែ
តាមការដែលយើងពិនិត្យកន្លែងនេះវាត្រូវមានទំនាក់ទំនងមួយផ្លូវ បាទ ហើយប្រាសាទនេះវាមានកសិនព័ទ្ធជុំវិញបែរមុខទៅទិសខាងកើតណាហើយប្រាសាទឥដ្ឋមានខឿនវាជាថ្មបាយក្រៀមតាមដែលខ្ញុំយល់ខ្ញុំគិតថាវាគួរតែសម័យអង្គរដែរទេ បាទ ប៉ុន្តែប្រហែលជាវាអាចមានអាយុចាស់ជាងប្រាសាទមិញណាប្រាសាទស្មានតេងហ្នឹងហើយចានេះស្មោញអញ្ចឹងបើសិនយើងគិតមែនតើគឺវាអត់ឆ្ងាយពីគ្នាហ្មងទេណាមួយនៅក្បែរផ្លូវអានេះក៏ក្បែរផ្លូវបើ600ម៉ែត្រពីផ្លូវណា បាទ ហ្នឹងហើយ លោកគ្រូហេតុអីបានមានវត្តមានប្រាសាទនៅតាមផ្លូវបុរាណដែរព្រោះពីមុនលោកគ្រូមានប្រសាសន៍ថាគ្រាន់តែជាសាលាសំណាក់បើសិនជាយើងគិតទៅប្រហែលជាដូចសាលាឆោទៀនបច្ចុប្បន្នហ្នឹងសម្រាប់ស្នាក់សម្រាប់អីប៉ុន្តែហេតុអីក៏មានវត្តមានប្រាសាទនេះ ធម្មតាយើងត្រូវមានវត្តមានភូមិឃុំណាអញ្ចឹងភូមិឃុំគាត់មិនប្រើសាលាសំណាក់ទេព្រោះសាលាសំណាក់អ្នកភូមិគាត់គ្រាន់ថាដូចយើងសាលាសំណាក់របស់ភូមិគេគ្រាន់សម្អាតអីអ្នកធ្វើដំណើរគេចេញចូលប៉ុន្តែម្ចាស់ពួកអ្នកស្រុកអ្នកភូមិមកគេមានប្រាសាទរបស់គេដូចយើងនិមិត្តរូបរបស់វត្តទេណា បាទ ហ្នឹងហើយដូចសាលាឆោទៀនហើយនឹងវត្តប៉ុន្តែជួនកាលសាលាឆោទៀនហើយវត្តអត់ដែលឆ្ងាយពីគ្នាទេជួនកាលសាលាឆោទៀនគេធ្វើមុខវត្តខាងក្រៅណាក្បែរវត្តហ្នឹងឯង បាទ ហើយក្បែរផ្លូវ បាទ សម្រាប់មនុស្សគាត់ស្នាក់នៅនៅចិត្តវត្តហ្នឹង បាទ អញ្ចឹងបើសិនយើងគិតមើលក៏វាមិនមានន័យថាខុសគ្នាហ្មងដែរពីនេះពីចំណុចប្រាសាទនេះទៅស្មានតេងប្រហែលជា1គីឡូដីណា បាទ ហើយមានផ្លូវបុរាណមានស្រះទឹកបុរាណដែរណា បាទ ស្រះទឹកគេហៅស្រះតាពាំងថ្នាក់ដៃស្ពានគឺយើងហៅស្ពានថ្នាក់ដៃហ្នឹងដែរ បាទ ប៉ុន្តែអ្នកស្រុកគាត់ថាហៅស្ពានថ្មវាធ្វើពីថ្មណាក្នុងឯកសារគេដាក់ស្ពានថ្នាក់ដៃ បងប្អូនទាំងអស់គ្នាបានឃើញប្រាសាទហើយមកដល់បច្ចុប្បន្ននៅសល់តែឥដ្ឋហើយថ្មបាយក្រៀមទេបើស្ដាប់តាមការបកស្រាយរបស់លោកគ្រូច័ន្ទយើងក៏អាចបានដឹងពីប្រវត្តិខ្លះៗប្រាសាទនេះប្រហែលជាកសាងក្នុងកំឡុងសម័យអង្គរបើយើងក្រឡេកទៅមើលរចនាសម្ព័ន្ធប្រាសាទវិញមិនតូចទេទាំងស្ពានទាំងផ្លូវដូច្នេះហើយនៅតំបន់នេះពីសម័យមុនក៏ប្រហែលជាភូមិស្រុកមួយដែលមានអាយុកាលយូរលង់ណាស់មកហើយឥឡូវនេះដោយសារតែពេលវេលារៀងជ្រេលដែរហើយអញ្ចឹងយើងខ្ញុំក៏បន្តដំណើរចេញទៅទីតាំងផ្សេងទៀតហើយយើងនឹងរកផ្ទះអ្នកភូមិដែលគាត់នៅតាមដងផ្លូវបុរាណនេះដើម្បីសុំកន្លែងសម្រាប់បាយថ្ងៃបន្តិចសិនមុននឹងទៅដល់ទីតាំងថ្មីទៀតយើងបានមកដល់គេហៅថាលបើកនៅលបើកគឺយើងចូលមកបាយថ្ងៃសុំផ្ទះអ្នកភូមិហូបបាយទៀតហើយថ្ងៃនេះ